bà xong anh nhạt groupជំរាបសួរជាថ្មីបាទកាលពីម្សិលមិញថ្ងៃទី10បាទខែកុម្ភៈឆ្នាំ2026ខ្ញុំបានទទួលលិខិតមួយច្បាប់ពីលោកកែវមនីរតនិងលោកហឹមប៊ុនហេងលិខិតនោះគឺជាលិខិតស្នើសុំការបំភ្លឺនិងការកែតម្រូវព័ត៌មានដែលលោកផ្ញើទៅជូនអង្គភាពនៃសារព័ត៌មាន2គឺទី1គឺអង្គភាពសារព័ត៌មាន BPN បាទ BPN New និងអង្គភាពសារព័ត៌មានបាទម្ចាស់ទន្លេមេគង្គបាទម្ចាស់ទន្លេមេគង្គដែលលោកបានបំភ្លឺនេះក្នុងខ្លឹមសារយ៉ាងណានោះខ្ញុំក៏អត់ទាន់បានអានបញ្ចប់ដែរខ្ញុំអត់ទាន់បានអានឥឡូវខ្ញុំអានខ្លឹមសារទាំងស្រុងសិនចាំខ្ញុំបញ្ចេញមតិខ្លះយោបល់ខ្លះពាក់ព័ន្ធករណីនេះបាទសូមប្រិមិត្តស្ដាប់មើលតើលិខិតរបស់គាត់ដាក់ទៅខាងអង្គភាពសារព័ត៌មានយ៉ាងម៉េចបាទព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រលិខិតស្នើសុំការបំភ្លឺនិងការកែតម្រូវព័ត៌មានខ្ញុំបាទកែវមនីរតជនជាតិខ្មែរវងកញ្ចក់អ្នកទិញដីពីប្រជាពលរដ្ឋនិងខ្ញុំបាទហឹមប៊ុនហេងជនជាតិខ្មែរជាប្រជាពលរដ្ឋខ្មែររស់នៅភូមិបឹងស្ដុកបាទវងកញ្ចក់ទើបផ្លាស់មកបាទឃុំបាសែតស្រុកបាសែតខេត្តកំពង់ស្ពឺបច្ចុប្បន្នត្រូវបានប្រជាពលរដ្ឋចំនួន98គ្រួសារផ្តិតមេដៃឲ្យឈរឈ្មោះជាតំណាងឲ្យពួកគាត់ក្នុងការចូលរួមដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃដែលបានលុកដីហើយមិនទាន់បានទទួលលុយគ្រប់និងអ្នកខ្លះមិនទាន់បានលុកដីប៉ុន្តែត្រូវបានត្រូវជន់ឆោបោករួមសហការជាមួយអាជ្ញាធរនិងជំនាញលួចធ្វើបានរឹងយកទៅឲ្យអ្នកដតីដែលបាទពលរដ្ឋម្ចាស់ដីមិនដឹងស្ថិតនៅក្នុងភូមិបឹងធ្នង់និងភូមិព្រៃរំដួលខាងត្បូងឃុំបាសែតខេត្តកំពង់ស្ពឺបាទទូរស័ព្ទលេខ097 500 10គុត5គុតបាទសូមអធិស្ឋានដោយសារអត់បានព្រីនចេញអញ្ចឹងទៅអូសមើលក្នុងទូរស័ព្ទអញ្ចឹងវាយឺតតិចវាអត់ភ្នែកហើយវាក្មេងដែរហើយត្រា5ហើយសូមគោរពជូនលោកចាងវាងសារព័ត៌មានគេហទំព័រម្ចាស់ទន្លេមេគង្គនិងគេហទំព័រ BPN New កម្មវត្ថុសំណើសុំលោកចាងវាងសារព័ត៌មានទាំងពីរគឺម្ចាស់ទន្លេមេគង្គនិងគេហទំព័រ BPN New បង្ហាញឯកសារនិងវត្ថុតាងដែលបានផ្សាយបរិហាគេនិងសូមឲ្យស្រាវជ្រាវអង្គហេតុនៃសាច់រឿងហើយផ្សាយកែតម្រូវព័ត៌មានផ្ដល់យុត្តិធម៌ឲ្យយើងខ្ញុំឡើងវិញតើតបតាមកម្មវត្ថុខាងលើខ្ញុំបាទយើងខ្ញុំទាំងពីរនាក់វងកញ្ចក់ហឹមប៊ុនហេងនិងកែវមនីរតក្នុងនាមជាប្រជាពលរដ្ឋលើកងងម្នាក់សូមសម្ដែងនៅការសោកស្ដាយដែលលោកចាងវាងសារព័ត៌មានទាំងពីររូបបានយកតែលិខិតមួយច្បាប់ខាងភាគីមន្ត្រីស្រុកមកផ្សាយដោយដាក់ចំណងជើងថាអាជ្ញាធរស្រុកបោះសែតខេត្តកំពង់ស្ពឺបដិសេធមិនចូលរួមធ្វើសន្និសីទកាសែតជាមួយក្រុមឈ្មួញរកស៊ីដីឈ្មោះកែវមនីរតដោយចាត់ទុកថាជាផែនការឆោបោកប្រាក់បាទម្ចាស់វិនិយោគចិនបាទអ្នកវិនិយោគចិនសំទោសបាទចុចលាក់នេះវងកញ្ចក់គាត់ចំណងជើងអត្ថបទរបស់ខាងកាសែតពីរនឹងចុះអញ្ចឹងក្នុងនាមជាពលរដ្ឋម្នាក់គិតថាលោកចាងវាងគឺជាអ្នកចេះបាទដឹងមុននឹងចុះផ្សាយអ្វីមួយត្រូវឈរលើឯកសារវត្ថុតាងការសិក្សាស្រាវជ្រាវអង្គហេតុនិងអង្គច្បាប់នៃភាគីពាក់ព័ន្ធបាទសាច់រឿងនីមួយនិងសាក្សីគ្រប់ជ្រុងជ្រោយទើបចេញផ្សាយជៀសវាងការរំលោភសិទ្ធិអ្នកដទៃបំភ្លៃការពិត
ចុចខណ្ឌប៉ុន្តែបើយោងតាមខ្លឹមសារនៃការចុះផ្សាយចោតប្រកាន់និងបរិហាគេមកលើខ្ញុំបាទទាំងពីររូបយើងខ្ញុំកាលពីថ្ងៃទី6កុម្ភៈ2026កន្លងទៅរបស់លោកចាងវាងទាំងពីរបាទគ្មានធាតុផ្សំនៃអង្គហេតុឲ្យស័ក្តិសមជាអ្នកធ្វើព័ត៌មានជូនសង្គមនោះទេជាយោបល់លោកចាងវាងត្រូវចូលសាលារៀនសូត្របន្ថែមនិងហ្វឹកហ្វឺនបំពន់នៅជំនាញវិជ្ជាជីវៈជាអ្នកធ្វើព័ត៌មានបន្ថែមផងដើម្បីធ្វើព័ត៌មានពិតត្រឹមត្រូវតម្លាភាពចេះថ្លឹងថ្លែងអារម្មណ៍រវាងអ្នករងគ្រោះអ្នករំលោភបំពាននិងអាជ្ញាធរពុករលួយប្រយោជន៍ឲ្យរាជពលរដ្ឋនិងសង្គមនៃយើងមានយុត្តិធម៌ស្មើភាពគ្នាសំណូមពរសូមលោកចាងវាងមេត្តាជួយផ្ដល់សាក្សីនិងវត្ថុតាងមកផងលើការចុះផ្សាយកាលពីថ្ងៃទី6ខែកុម្ភៈ2026បើជាការពិតបាទសំណូមពរទី2សូមលោកចាងវាងស្រាវជ្រាវអង្គហេតុនៃរឿងវិវាទខាងលើបន្ថែមសួរនាំទៅពលរដ្ឋរងគ្រោះនិងភាគីពាក់ព័ន្ធនិងចុះផ្សាយកែតម្រូវផ្ដល់ភាពស្អាតស្អំនិងយុត្តិធម៌ឲ្យខ្ញុំបាទយើងខ្ញុំឡើងវិញឲ្យបានមុនថ្ងៃទី15ខែកុម្ភៈ2026បើហួសកាលកំណត់ខាងលើរងចាំជួបគ្នានៅក្រសួងព័ត៌មានឬនឹងតុលាការអាស្រ័យហេតុនេះសូមលោកចាងវាងគេហទំព័រទាំងពីរមេត្តាពិនិត្យផ្ដល់ឯកសារវត្ថុតាងពាក់ព័ន្ធការផ្សាយបរិហាគេនឹងចុះផ្សាយកែតម្រូវដោយសេចក្តីអនុគ្រោះសូមលោកជួបតែពុទ្ធពរ4ប្រការយុវណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយថ្ងៃអង្គារទី800ខែមិញឆ្នាំម្សាញ់ស័កស័កពុទ្ធសករាជ2569ធ្វើនៅឃុំបសែតថ្ងៃទី6ខែកុម្ភៈអត់សំទោសថ្ងៃទី10ខែកុម្ភៈឆ្នាំ2020បាទទៅ21ទៅវិញបាទសឡំបាទស្នាមមេដៃកៅមនីរតបាទហឹមប៊ុនហេងបាទនេះជាខ្លឹមសារស្ដាប់ទៅដូចមានន័យរំដំគួរសមបាទអញ្ចឹងនេះគឺលោកពិចារណាមើលទៅលោកប្អូនឬក៏លោកបងនៃម្ចាស់គេហទំព័រអនឡាញទាំងពីរគឺម្ចាស់តលេមេគង្គនិង BVN New បាទដល់ជាបរិវត្តលោកថាឲ្យយើងទៅរៀនសូត្របន្ថែមអានឹងវាស័ក្តិសមដែរអត់អញ្ចឹងលោកប្អូននេះទៅអានេះច្បាប់ស្ដីពីរបបសារព័ត៌មានគាត់ធ្វើនេះត្រូវហើយបាទហើយខ្ញុំក៏លើកទឹកចិត្តឲ្យមន្ត្រីរាជការក៏ដូចជាពលរដ្ឋទាំងអស់មានភាពក្លាហានអញ្ចឹងបើសិនជាសារព័ត៌មានណាមួយរួមទាំងសារព័ត៌មានខ្ញុំក៏ដោយបាទបើផ្សាយទៅមិនមានបាទការពិតទាំងស្រុងនោះក៏សូមធ្វើលិខិតបំភ្លឺភ្ជាប់ផោះតាងមកអញ្ចឹងមកបាទដូចនេះគឺថាលោកហឹមប៊ុនហេងគាត់បាទស្នើសុំឲ្យបំភ្លឺឲ្យខាងសារព័ត៌មានយើងផ្ដល់ផោះតាងដែលចោទប្រកាន់គាត់ទៅរួមគ្នាឆោបោកបាទខ្ញុំស្ដាប់คลิปហ្នឹងដូចជាធ្ងន់ដែរបើក្នុងខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់ស្រុកហ្នឹងគឺថាមិនសូវប្រហែលទេប៉ុន្តែគាត់ប្រើពាក្យនៅក្នុងហ្នឹងជ្រៅដែរគឺថាអានមានការឆោបបោកអីលុយចិនលុយអីអាហ្នឹងគឺថាអាហ្នឹងពាក់ព័ន្ធហ្នឹងឬគឺគេចោទប្រកាន់ថាបរិហាគេជាសាធារណៈហ្នឹងគឺត្រូវរបស់គេហើយអញ្ចឹងទេលោកប្អូនទាំងពីរបាទនៃអង្គភាពសារព័ត៌មានទាំងពីរហ្នឹងមេត្តាមើលបាទមើលគ្រប់ជ្រុងជ្រោយមើលថាតើយើងនិយាយហ្នឹងយើងសំអាងទៅលើអីខ្លះហើយបើសំអាងទៅលើការចោទប្រកាន់របស់មេភូមិមកមេឃុំមកមេស្រុកចេញលិខិតបំភ្លឺនេះតើមេឃុំហ្នឹងមានវត្ថុតាងអីខ្លះបង្ហាញហើយលិខិតរបស់មេស្រុកហ្នឹងមេភូមិហ្នឹងមានវត្ថុតាងអីខ្លះបង្ហាញលោកប្អូនណាជិះវៀងបាទយើងបានផលប្រយោជន៍គេតិចតួចវាធ្វើឲ្យគ្រោះថ្នាក់ដល់បាទខ្លួនយើងដែលជាអ្នកចុះផ្សាយបាទអញ្ចឹងទេគឺថាលោកប្អូនអាចសុភាសួរនាំទៅលោកហឹមប៊ុនហេងហ្នឹងនិងលោកកែវមនីរតទៀតទៅអត់ពិបាកទេហើយបើសិនតែពិបាករកតំណាក់តំណងខ្ញុំឲ្យតំណាក់តំណងបានខ្ញុំមានលេខពួកគាត់បាទហើយសួរនាំទៅហើយពលរដ្ឋ
ôn cho tới cao sầm bay khru xa cho tập phun pi nó xua tận lục hâm mình hay nó còn trong cái chụp na rồi còn trong chụp na còn này non tao hơi bạn chẳng tếคือthà bà lục ôn rồi còn lục bạn mà chắc cái hạt po từng pi ní lục sai tới về bất đôi chia lịch khách bà đã sao xong bà mình plư bỏ lục hâm mình hay nhưng lục cái mình đi rót mà đó khi ông đi mếnคือta lục ôn sắc xa mơ tới nè anh ấy khi ông mình chọnประกัน y tếក្នុងនាមអាជីពដូចគ្នាក្នុងនាមសារព័ត៌មានគ្នាសម្រាប់ថាបងអូនធ្វើអីបានធ្វើចោះបងអូនរស់របៀបណារស់ចោះខ្ញុំអត់ចំណែនអត់និន្ទាអត់ព្យាបាទអត់អីទេប៉ុន្តែបាទបើសិនជាមានការចង់ឲ្យបំភ្លឺបែបហ្នឹងគឺយើងត្រូវតែបំភ្លឺអានេះតាមច្បាប់ស្តីពីរបបសារព័ត៌មានហើយបើយើងមិនបំភ្លឺអត់បង្ហាញផ្ោះតាគេអាហ្នឹងគេមានសិទ្ធិប្តឹងហើយអត់មានចោតប្រកាន់ទេមិនព្រមធ្វើលិខិតឥឡូវគេធ្វើតាមច្បាប់ហើយបើអត់ទេគេដាក់ទៅតុលាការឬប្តឹងទៅក្រសួងព័ត៌មានអានឹងជារឿងរបស់ពលរដ្ឋព្រោះគេគិតថាប៉ះពាល់មុខរបរអាជីវកម្មឬសេចក្តីថ្លៃថ្នូររបស់គេបាទអញ្ចឹងទេបងអូនគិតពិចារណាណាអស់លោកមិនមែនបងអូនឬក៏បងហ្នឹងទេបាទម្ចាស់គេហត្ថព័រពីរហ្នឹងគឺថាគិតពិចារណាមើលយ៉ាងម៉េចទៅវិញខ្ញុំមិនខមមិនអីច្រើនទេបាទសូមអរគុណសូមប៉ុណ្ណឹងបាទ